ជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះផងដែរបងប្អូនធัว3នាក់បានជួបជុំគ្នាហើយអូខេបងប្អូនសូមទស្សនាទៅលើវីដេអូនេះទាំងអស់គ្នាតែម្ដងបងប្អូនតលមិនបញ្ចោមិនបច្ច័យបច្ចាណាតែមនុស្សគាត់ហៅមាត់អាក្រក់តែចិត្តល្អស៊ីអស់ហើយពិសេសគឺថាគាត់ចែករំលែកចំណេះដឹងដល់អ្នកសារព័ត៌មានហើយបើខ្ញុំមានបងធေါ်បាត់ហើយมันខ្វះលុយចាយទេបាទអាហូនបងអូនធေါ်បើមិនហ៎បងធေါ်បើហូនអត់អីគឺថ្ងៃនេះណ៎ពូហនគឺជាបងអូនធေါ်បើបងអូនបើគេហៅថាបងអូនបើនិយាយបងឬនិយាយអញ្ចឹងបងទី1អីទី2ណ៎ហើយពូសាមបន្ទឺគាត់ជាបងអូនធေါ်ទី2អញ្ចឹងមានន័យថាបងធေါ်ទី2របស់ពូហនពីនិយាយអញ្ចឹងបានស្គាល់បងធំហើយមិនខ្វះលុយចាយតែខេតតែស្បូតឲ្យជាប្រៃហើយបើនិយាយទៅបើសានមកធឿនវាយព័ត៌មានមុតខ្ញុំនឹងមានបងខខ្ញុំមួយទៀតដឹងថាបងជួយខ្ញុំវាយហើយមានន័យថាលោកពូផៃបណ្ណៈគឺជាបងធំបាទបងទី1បន្ទាប់មកគឺពូសាបន្ទឿនគឺបងទី2អញ្ចឹងពូហនគឺជាប្អូនបើមានន័យថាទី3បងប្អូនធေါ်មាន3នាក់គឺពូហនបើគេតែម្ដងនៅក្នុងវិស័យព័ត៌មានបងប្អូនហើយមិនបែកបងធေါ်ទី2មិនបែកបងធေါ်ទី3បឿប៉ុន្តែសំខាន់គឺសានមកធឿនអត់ធ្វើអីខុសច្បាប់ទេត្រឹមត្រូវយុត្តិធម៌សំខាន់ធ្វើលើភាពត្រឹមត្រូវផ្សាយព័ត៌មានពិតបាទអត់ទទួលសំណូកអត់គម្រាមកំហែងគេអត់ចម្រិតគេធ្វើលើភាពត្រឹមត្រូវស្មោះត្រង់បាទផងយកតួនាទីអ្នកសារព័ត៌មានដើម្បីទៅគម្រាមកំហែងអ្នកដទៃដើម្បីប្រយោជន៍រកខ្លួនអត់ទេត្រូវឯកភាពបងគ្រប់ទួលជាហ្នឹងហើយខ្ញុំសូមមួយទៀតអ្នកកសែតណាក៏ដោយមិនសំខាន់ថាស្អប់ផៃម្នាក់ឆ្លាញ់ផៃម្នាក់ទេគាត់កើតអីទេរបស់ផៃម្នាក់ជួយគ្រប់គ្រងគ្រប់ត្រឡប់អរគុណបងជូនពរបងឲ្យយូរវែងបាទដើម្បីការចែករំលែកចំណេះដឹងដល់បងប្អូនអ្នកសារព័ត៌មានអូខេបងប្អូនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទរវាងការជួបជុំគឺពូហនបាទលោកពូសាមបន្ទឿននិងលោកពូផៃវណ្ណៈបាទ3នាក់បងប្អូនធัวរបស់គាត់3នាក់បានជួបជុំគ្នានិងចេញខ្សែវីដេអូមួយនៅលើ page ST New តែម្ដងអូខេចឹងនេះគឺជាវីដេអូដំបូងរបស់ខ្ញុំបាទចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តនៅក្នុងវីដេអូនេះបើសិនជាពុកម៉ែបងប្អូនបាទយល់ឃើញថាចូលចិត្តបើលើរូបខ្ញុំបាទកុំភ្លេចបាទជួយ comment និងចុច like ទៅលើវីដេអូនិង subscribe អ្នកមួយផងដែរបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត